បងពេលໄວមិនគេហេតុការណ៍ផ្ទាល់ទេចាំមកដល់មិនដល់មិនទេលោកកូននេះកន្លងបានទៅមុខលោកកូនគោរពនឹងជំរាបសួរប្រិមិត្តទូទាំងសនិកជនដែលនិយមនឹងធ្វើការតាមដានរកការផ្សាយផ្ទាល់របស់អង្គភាពសារព័ត៌មានគូលែនលីលីជាទីគោរពនឹងជាទីមេត្រីបាទនៅខណៈពេលនេះត្រូវនឹងវេលាម៉ោង12បាទ2នាទីយប់ថ្ងៃទី6ខែសីហាឆ្នាំ2026នេះគឺយើងទទួលបានព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋរួមនៅក្នុងមូលដ្ឋានសង្កាត់ស្វាយនគមក្រុងសៀមរាបខេត្តសៀមរាបបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថាមានករណីអគិភ័យឆាបឆេះផ្ទះមួយខ្នងដែលស្ថិតនៅតាមបណ្ដោយផ្លូវស្វាយនគមប្រិមត្តទូទាំងជនយើងបាទដែលស្ថិតនៅតាមបណ្ដោយផ្លូវស្វាយនគមស្ថិតនៅក្នុងភូមិស្វាយនគមសង្កាត់ស្វាយនគមក្រុងសៀមរាបបាទខេត្តសៀមរាបតែម្ដងបាទនៅខណៈពេលនេះកម្លាំងជំនាញសមត្ថកិច្ចនគរបាលគ្រប់ជាន់ថ្នាក់កំពុងតែដុតដៃដុតជើងមមាញឹកនៅក្នុងការដែលជួយសង្គ្រោះដូចជាជួយបាញ់ទឹកពលុតទៅលើករណីអគិភ័យមួយនេះផងដែរបាទទោះបីជាយ៉ាងណាមិញយើងនៅពុំតាន់ច្បាស់ថាករណីនេះបណ្ដាលមកពីអ្វីបាទបាទករណីនេះយើងនៅពុំតាន់ដឹងថាបណ្ដាលមកពីអ្វីបានបង្កមានការឆាបឆេះផ្ទះអស់មួយគ្រឿងប្រិមិត្តបាទឥឡូវយើងសង្កេតមើលទាំងអស់គ្នាគឺឆាបឆេះគឺអស់ផ្ទះមួយគ្រឿងបាត់ហើយបាទប្រិមិត្តទូទាំងជនយើងនៅពេលដែលយើងចុះមកដល់ទីតាំងកន្លែងកើតហេតុនេះបាទសូមជម្រាបជូនមកថាករណីនេះគឺបង្កឲ្យមានការភ្ញាក់ផ្អើលមែនទែនទៅដល់បងប្អូនប្រជាពលរដ្ឋរួមនៅក្នុងភូមិខាងលើស្កាត់ស្វាយនគមនេះផងដែរបាទប្រិមិត្តឥឡូវនេះកម្លាំងបង្ការនិងបរិយាគិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏បានចុះមកដល់ទីតាំងចំណុចកន្លែងកើតហេតុនេះផងដែរបាទដើម្បីជួយសម្រួលដូចជាជួយសង្គ្រោះទៅលើករណីអគិភ័យនេះផងដែរបាទទោះបីជាយ៉ាងណាមិញឥឡូវនេះកម្លាំងចរាចរណ៍លោកកំពុងតែធ្វើការសម្រួលនៃចរាចរណ៍អូមានម្ចាស់ទេម្ចាស់ក្តីតែមួយទៀតម្ចាស់អត់មានទេចុះបងមិនឃើញហើយមិនដឹងហេតុការណ៍នេះផ្ទាល់ទេបងនេះគាត់ដឹងបងប្រុសមិនណាដឹងជួយហៅទៅដើម្បីប្រាប់ទៅដើម្បីបងប្អូនទស្សនាគាត់ដឹងតែមូលហេតុអ្វីហើយឆាប់ឆេះហ្នឹងតាំងមកបានទេមែនបើនេះបងប្រុសមិនគុំធ្វើទៅសំទៅបងនេះចាបងមិនណាបងមិនដឹងអាវមួយណាចាំបងនេះនេះមែនពូគួយសំសួរទីបានទេពូមានហេតុការណ៍នេះផ្ទាល់ទេគាត់ប្រាប់ពូមែនបាទប្រិមត្តតែជនយើងបាទហើយគណៈពេលនេះគឺកំពុងសមាជិកចាស់សុំទៅមួយសមាជិកគ្រប់ជាន់ថ្នាក់កំពុងតែដុតជើងមែនតើបាទនៅក្នុងការដែលជួយបង្ការបរិយាគិភ័យនេះផងដែរបាទសូមជួយ share និងចែករំលែកម្នាក់មួយបាទនេះគ្រាន់តែជាព័ត៌មានបឋមដែលក្រុមការងារខ្ញុំទៅនឹងទទួលបាននៅមុននឹងបន្តិចបាទហើយទោះបីជាយ៉ាងណាមិញក្នុងករណីនេះគឺយើងទទួលបានព័ត៌មានពីបងប្រុសម្នាក់នេះគឺបានបញ្ជាក់ថាគឺផ្ទុះសេខ្សែភ្លើងបាទផ្ទុះសេខ្សែភ្លើងគឺបណ្ដាលឲ្យមានការឆាប់ឆេះនៅផ្ទះនេះហើយជុំវិញករណីនេះគឺនៅតាមគិនគឺពុំតាន់យើងអត់ដឹងថារៀបដើរឬមួយក៏មានមកទេបាទប្រិមត្តទាំងជនយើងបាទសូមជាសែនចែកម្លែងមួយបាទអើមែនទេបាទនៅតាមបណ្ដោយផ្លូវត្រង់ចំណុចនឹងផ្លូវបំបែកស្វាយនគមយើងនេះបាទប្រិមត្តទូទាំងជនបាទឥឡូវឡានទឹកចំនួនទាំងអស់គឺបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបហើយនឹងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏បានចុះមកដល់ទីតាំងនេះផងដែរបាទបាទប្រិមិត្តយើងគឺបង្កមានការភ្ញាក់ផ្អើលមែនទែនប្រិមិត្ត
អរលោកស្រីនៅនឹងnhàទូតទេសនិកជនដែលនិយមនឹងធ្វើការតាមដានរកការផ្សាយរបស់អង្គភាពសារព័ត៌មានគូលែននីជាទីគោរពនិងជាទីមេត្រីគណៈពេលនេះសមាជិកជំនាញកំពុងតែដុតដៃដុតជើងមែនតើបាទចំពោះហេតុការណ៍នៃករណីអគិភ័យមួយនេះផងដែរបាទប្រិមិត្តយើងបាទអន្តរជាតិពិសេស បាទសូមជម្រាបជូនផងដែរថាករណីខាងលើនេះគឺសមាជិកអន្តរាគមន៍និងរំរួលរបស់ជាក៏ដូចជាកម្លាំងនៃអធិការឋាននគរបាលក្រុងសៀមរាបកម្លាំងប៉ុស្តិ៍នគររដ្ឋបាលកម្លាំងជំនាញនៃអធិការឋាននគរបាលក្រុងសៀមរាបកម្លាំងបង្ការនិងបលរអគិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបលោកកំពុងតែដុតដៃដុតជើងយ៉ាងសាថាស្រាំនៅក្នុងការដែលជួយពលុតបាទទៅលើល្ងើភ្លើងដែលកំពុងតែឆាប់ឆេះយ៉ាងសន្ធោសន្ធៅនេះផងដែរបាទទោះបីជាយ៉ាងណាមិញព័ត៌មាននេះគឺស្ថិតនៅក្នុងព័ត៌មានបឋមនៅឡើយទេហើយចំពោះការខូចខាតសម្ភារៈក៏ដូចជារបស់មានតម្លៃទាំងប្រមាណគឺយើងអត់ទាន់ច្បាស់នៅឡើយទេបាទប្រិមត្តទូទាំងជនបាទហើយសូមជម្រាបជូនផងដែរថាបើតាមប្រភពពីប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុនេះបានស្ដាប់ប្រាប់អង្គភាពសារព័ត៌មានយើងថាផ្ទះមួយនេះគឺត្រូវបានផ្ទះគេទុកចោលទេបាទប្រិមត្តយើងគឺផ្ទះដែលម្ចាស់ទុកចោលប្រិមិត្តបាទអរគុណប្រិមិត្តយើងសូមជម្រាបជូនមកថាទីតាំងនេះគឺស្ថិតនៅក្នុងភូមិស្វាយនង្គមសង្កាត់ស្វាយនង្គមក្រុងសៀមរាបខេត្តសៀមរាបនៅត្រង់នៅចំណុចផ្លូវបំបីជា4នៃការ៉ាសាំងស្វាយនង្គមតែម្ដងបាទប្រិមិត្តai gì theo đó là gì đấy con sẽ ra ai sẽ rồi con thế nào con ra đây mà mấy cái lực thôi thì con ai người ta cầm ra là cái đẹp cái phải chẳng thể là không lại rồi chẳng người ta mà thôi con cái này đi con lái con thích cái này bịการต้องการทอดตรงไหนอ่ะการไหนสมาร์ทสะอาด
អរគុណណាស់លោកស្រីនាងកញ្ញាទូរទស្សនិកជនដែលនិយមនឹងធ្វើការតាមដានរកការផ្សាយផ្ទាល់របស់អង្គភាពសារព័ត៌មានគូលែនដេលីជាទីគោរពនិងជាទីមេត្រីនៅក្នុងគណៈពេលនេះខ្ញុំបាទរួមជាមួយក្រុមកាយក្រសួងលំអកាយបញ្ចប់នៃការ live បាទត្រឹមហ្នឹងបាទរកពេលពេចខុសឆ្គងត្រង់ប្រការណាមួយមិនសមរម្យបាទសូមខន្តីសពភ័យទោសបាទសូមជម្រាបជូនម្ដងទៀតថាករណីនេះគឺស្ថិតនៅក្នុងភូមិស្វាយនង្គមសង្កាត់ស្វាយនង្គមក្រុងសៀមរាបខេត្តសៀមរាបបាទសូមអរគុណសូមគោរពលារាត្រីសួស្តី